มือตะเปื่อนะกระดังตะเจียดเคยตีทีเด้องานในแมวเคยเปื่อเวทนองอันนี้โอ้ยำถ่ายเจียดเนี่ยเมียนไว้เปรียบในงานในบ้านกล้วยปุ๊แมววนกล้วยยืงนะยืงโยกล้วยโป่งโป่งยติงเนี่ยสระเนี่ยพุ่มได้กินเจมในใจนะโอ้ให้ยืงโยเคยเมียนเกาะเมียนเทลิมเคยอันเมียนเกาะเมียนเทลิมเมียนใส่ยืงลิงจมูกใบมะเตะบุนะปุ๊แมววนเคยยืงเนี่ยโป่งใบมะเตะที่ยืงบุนี่ให้ยืงจะโจลมอมใบวอลไว้แต่คือยืงจะโจลให้ยืงกลับมอยืงយើងចាក់ចូលហើយយើងដាក់ប្រេងខ្យងស្ករអំបិលទឹកត្រីតាមចំណងចំណូលចិត្តហើយយើងលីងវាទៅតែក្រៀមនៅមកឃើញអានេះឃើញតែក្រៀមចេះណាបានដឹងតែជាតិយោនេះក្តៅហុយហុយខ្ញុំប្រាប់ទៅជាតិណាស់អត់មានក្លិនឆ្អាបទេគ្រួចលីងបែរមកទេចេះណាខ្ញុំប្រាប់ទៅមានកោះមានធ្លើមានសាច់លីជាគ្នាបានឡងមកកូនមកថានេះឃើញមួយចានធំមួយកូនថានដាក់ទៅខ្ញុំប្រាប់ទៅខ្ញុំថាយាយពីជាតិហើយខ្ទិះមិនមែនយាយលេងទេតែតណៈធ្លាប់ហូបអាគ្រួចលីងបែរមកទេចេះបានដឹងថាជាតិហើយឆ្ងាញ់ប៉ុណ្ណាដែលធ្លាប់ហូបអត់ម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនធ្លាប់ហូបណាខមមិនប្រាប់ខ្ញុំមួយមកថាឆ្ងាញ់ដូចខ្ញុំថាមែនក៏អត់មិនមែនអីជាយ៉ាទេបុកតែម្ទេសខ្ទឹមបុកម្ទេសជាមួយខ្ទឹមឲ្យដាក់អំបិលទៅដាក់ស្ករប៊ីចេងហើយយើងបុកឲ្យយើងដាក់ខ្លាញ់យើងពងអាគ្រឿងឲ្យក្អូបឬក៏យើងចាក់អាគ្រួចឲ្យខ្ញុំបង្ហាញមាញ់ចូលចាក់ចូលហើយលីងមកឲ្យវាក្រៀមចេះណាយោយាយវាថាម៉ែជាតិឲ្យចេះតែគ្រួចដូចខ្ញុំទិញនៅគ្រូខ្ញុំទិញគ្រួចនៅក្នុងស្រុកបែបអត់មានទិញគ្រួចផ្សារតែគ្រួចផ្សារសាច់វាខ្ញុំអត់ដឹងតែឆ្ងាញ់ក៏អត់ទេតែបើគ្រួចយើងទិញនឹងស្រុកចេះណាសាច់ដូចសាច់មិនអត់មានក្លិនឆ្អាបគាត់អីយកមកលីងជាមួយអំបិលម្ទេសចេះណារសជាតិប្រៃផ្អែមឡំហើយមានធ្លើមមានកោះយើងឃើញអត់អ្នកហូបនេះណាអូគូមួថាតំណងមែនទេមិនយាយលេងទេពុកម៉ែបងប្អូនធ្វើហូបសាក់មើលតើបើមិនដែរបានហូបយាយពីថាជាតិមែនហើយយើងបងលឹកខ្ទឹមឈ្ងុយចេះហ្មងអត់បាក់អីវល់វ៉ៃតែលីងឲ្យក្រៀមដូចយើងបងលឹកខ្ទឹមប្លឹបហើយលើយកមកហូបចេះណាយោមើលមាត់ណាហូបមើលហើយណាមួយវារៀងហេវបាយដែរណាហេវបាយឡើងដល់ពេលយើងឃ្លានខ្លាំងពេលបានរបស់ឆ្ងាញ់ចេះណាយោមាត់ញាប់ដោយម៉ាស៊ីនដេហើយណាមួយទៀតណាបើសិនតែបានជាក់ណាបើសិនតែបានអាចជាក់យកមកដាក់ខ្ញុំប្រាប់តូចូលគ្នាអូម៉ែចូលគ្នាហើយខ្ញុំមាននិយាយលេងទេហើយណាហូបនេះវាមិនសូវចេះមិនសូវចេះហូបអាចជាក់ទេចេះហូបតែបាយណាបើថាអូដាក់ម្ទេសក្រឹបចេះមកហិលមានកោះមានធ្លើមឃើញអត់និយាយថាជាតិគ្រប់ម៉ាត់ពុកម៉ែបងប្អូននិយាយថាអូមែននិយាយលេងទៀតថ្ងៃនេះគិតតែរឿងឆ្ងាញ់នេះឯងមានសល់អីទេណារបានអ្នកបន្តិចក៏បានទៅនឹងហូបនេះឃើញអត់និយាយថាសាច់ផ្លោវាវិញណាខ្ញុំប្រាប់ថាស្វិតហើយអូជាតិតែមែនតែនគ្រួចនេះឆ្ងាញ់មែនតែនណាពេលយើងទិញគ្រួចដែលគេចិញ្ចឹមនៅក្នុងស្រុកចេះណាសាច់វាយកមកឆាយកមកលីងជាមួយអំបិលម្ទេសចេះណាអូយាយបថាឆ្ងាញ់ហើយជាតិម៉ែបងប្អូនអរគុណពួកម៉ែបងប្អូនដែលបានចំណាយពេលវេលាទស្សនាវីដេអូបងប្អូនអរគុណបងប្អូនអរបាយជម្រាបលា